ពលរដ្ឋមួយចំនួនដែលបានភៀសសិនពីតំបន់ព្រំដែនភ្លៀងមួយមេអាចជាជំនួយដែលជំរងរបស់ពួកគាត់ទៅទឹកជោគជាប់ខ្យល់បោកពួយជន់កូនតូចស្រែកជុំនឹងក្នុងដៃម្ដាយភ្លៀងបងអុលចុះដោយមិននិយាយពីការអាណិតអាសូរភ្លៀងមិនសួរថាអ្នកជាអ្នកណាភ្លៀងមិនសួរថាអ្នកកំពុងខ្លាចកំពុងលំបាកឬកំពុងឈឺចាប់ប៉ុណ្ណាទស្សនវិជ្ជារបស់ពលរដ្ឋភៀសសិនធ្វើឲ្យយើងត្រូវសួរខ្លួនឯងថាបើអ្នកនៅក្រៅព្រំដែនលំបាកយ៉ាងនេះចោះយុទ្ធជនដែលឈរជារបងព្រំដែនប្រឈមមុខសត្រូវតើពួកគាត់លំបាកយ៉ាងណារស់នៅបែបណានៅតាមខ្សែបន្ទាត់ព្រំដែនភ្លៀងមិនត្រឹមតែធ្លាក់មួយមេមានភ្លៀងជាច្រើនមេមានខ្យល់មានភាពងងឹតមានភាពមិនប្រាកដប្រជានិងមានហានិភ័យគ្រប់វិនាទីពេលយើងគេងក្នុងផ្ទះយុទ្ធជននៅឈរការពារដីជាត្រេងមេឃជាដំបូលពេលយើងនិយាយអំពីសង្គ្រាមពួកគាត់និយាយពីការស្លាប់និងរស់យុទ្ធជនម្នាក់មិនត្រឹមតែការពារទឹកដីគាត់កំពុងការពារផ្ទះរបស់យើងការពារគ្រួសាររបស់យើងនិងការពារអនាគតរបស់ប្រទេសមួយទាំងមូលហើយនៅទីក្រោយយុទ្ធជនម្នាក់នោះមានឪពុកម្ដាយដែលបារម្ភមានប្រពន្ធដែលរងចាំមានកូនដែលនឹកឪពុកនិងមានប្រជាជាតិមួយដែលជំពាក់គុណដូច្នេះភ្លៀងធ្លាក់មួយមេមិនគួរធ្វើឲ្យយើងត្រឹមតែអាណិតអាសូរទេវាគួរធ្វើឲ្យយើងយល់ច្បាស់ថាសន្តិភាពមិនមែនបានដោយគ្មានការលះបង់ទេច្បាស់ថាព្រំដែនមួយត្រូវបានការពារដោយញើសដោយឈាមនិងដោយជីវិតយុទ្ធជនរបស់យើងភ្លៀងធ្លាក់មួយមេអាចឲ្យយើងស្រមៃគិតថាតើយើងអាចធ្វើអ្វីបានខ្លះចំពោះអ្នកដែលកំពុងក្រាញរលាលដើម្បីការពារអាយុជីវិតរបស់ពួកយើងដោយមិនបានទាមទារសំណងយើងអាចជួយពួកគាត់បានដោយការចែករំលែកការឧបត្ថម្ភនិងការមិនភ្លេចគុណនោះហើយជាកម្លាំងពិតរបស់កម្ពុជាចូលយើងចាំថាប្រទេសមួយដែលគេកោតខ្លាចពឹងលើស្មារតីក្លាហាននិងសាមគ្គីរបស់ប្រជាជនពឹងលើកម្លាំងការពារដែលមានសមត្ថភាពមានបច្ចេកវិទ្យាមានការរៀបចំច្បាស់លាស់និងការយកចិត្តទុកដាក់ចំពោះអ្នកឈរជួរមុខឲ្យរស់នៅដោយមានកិត្តិយសការពង្រឹងសន្តិសុខការពង្រឹងកងទ័ពនិងការថែរក្សាពលរដ្ឋមិនមែនដើម្បីធ្វើសង្គ្រាមតែដើម្បីធានាថាមិនមាននរណាម្នាក់អាចមកបំភ័យបំបាក់ឬឈ្លានពានកម្ពុជាបានម្ដងទៀតថ្ងៃនេះភ្លៀងមួយមេអាចធ្វើឲ្យជំរំមួយត្រជាក់អាចធ្វើឲ្យយុទ្ធជនម្នាក់រងាអាចធ្វើឲ្យកូនខ្មែរម្នាក់ខ្លាចប៉ុន្តែបើយើងរួមគ្នាបើយើងចែករំលែកភាពកក់ក្ដៅឲ្យគ្នាបើយើងឈរជាមួយគ្នាថ្ងៃមួយភ្លៀងធ្លាក់មកម្ដងទៀតវានឹងមិនមែនជាភ្លៀងនៃទុកសោកទេប៉ុន្តែជាភ្លៀងដែលធ្លាក់លើប្រទេសមួយដែលរឹងមាំមានសាមគ្គីភាពនិងមិនអាចបំបាក់បានកម្ពុជាត្រូវតែរួមគ្នាកម្ពុជាត្រូវតែរឹងមាំកម្ពុជាត្រូវតែក្លាហាន